បាទសួស្តីអ្នកទាំងអស់គ្នានេះជាវីដេអូថ្មីមួយទៀតហើយដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាក្នុងការសរសេរ prompt ក្នុងការបង្កើតលក្ខណៈposter cover ចម្រៀងដែលយើងអាច generate បានអូខេចានេះជារូបដែលខ្ញុំ generate មួយចំនួននៅក្នុង Google Flow នេះជារូបដែលខ្ញុំបានបង្កើតនៅក្នុង ChatGPT អញ្ចឹងមានរូបស្អាតច្រើនអូខេនេះទៅហមទៀតអូខេអញ្ចឹងយើងទៅយល់ពីការសរសេរ prompt ទាំងអស់គ្នាអញ្ចឹងខ្ញុំបានរៀបចំមួយអញ្ចឹងចំណុចទី1យើងចង់ generate អញ្ចឹងនៅក្នុងការ generate ខ្ញុំអាចgenerate បាននៅក្នុង3 AI ក្នុង AI ទី1យើងប្រើ ChatGPT ទី2 Gemini ទី3 Google Flow អញ្ចឹងអ្នកទាំងអស់គ្នាអាច test តាមទាំងអស់ហ្នឹងទៅអញ្ចឹងខ្ញុំចូលទី1 Gemini ជាស្រ័យទី1 ChatGPT 2 Gemini ទី3 Google Flow អញ្ចឹងយើងទៅមើលទាំងអស់គ្នាតើវាពេល generate ទៅវាមានលក្ខណៈខុសគ្នាយ៉ាងម៉េចអូខេអញ្ចឹងមុននឹងចូលដល់ការ test generate មួយអញ្ចឹងខ្ញុំចង់មើលទាំងអស់គ្នាអំពីការសរសេរ prompt អញ្ចឹង prompt វាអត់មានអីចម្លែកទេគឺយើងធ្វើដដែលហ្នឹងទីមួយយើងចង់ប្រើរូបដែលមានស្រាប់ឧទាហរណ៍រូបពីរនាក់នេះអញ្ចឹងយើងមានរូប reference ស្រាប់ខ្ញុំ upload ចូលដើម្បីវាបង្កើតទៅជា poster មួយទី2យើងចង់បាន cover music ហ្នឹងវាទំហំវាជាផ្ដេកឬក៏ប្រឈរទី3យើងនិយាយពីចំណងជើងអញ្ចឹងចំណងជើងឧទាហរណ៍នេះជាស្នាយក្រោមភ្លៀងអញ្ចឹងទៅហើយទី3នេះជា scene ឬក៏ជា mood ដែលយើងចង់ឲ្យ background ខាងក្រោយវាជា mood លក្ខណៈមួយវាឃើញទេសភាពមិនហើយខាងក្រោយមានភ្លៀងធ្លាក់មានអីអញ្ចឹងទៅtopography នេះគឺជាការសរសេរ style អក្សរនេះអញ្ចឹង style អក្សរនេះយើងសរសេរលក្ខណៈបែបវាខ្វៀកអញ្ចឹងអូខេអញ្ចឹងយើងយល់ពីការសរសេរ prompt ហើយយើងអាច copy prompt ទៅសម្រាប់ prompt ហ្នឹងអ្នកនរគ្នាអាចចេញ short ពីហ្នឹងក៏បានឬក៏យើងចូលទៅក្នុង Telegram group របស់ខ្ញុំក៏បានដែរអូខេអញ្ចឹងយើងទៅ test ទាំងអស់គ្នាអញ្ចឹង start ពីដំបូងតើតើនឹង ChatGPT ខ្ញុំស្រីវាធំបន្តិចអូខេអញ្ចឹងយើងផាស prompt មកអញ្ចឹង prompt ទី1នេះយើងយកធម្មតាយើងមិនយករូប reference មកដាក់អញ្ចឹងយើង test នឹងមួយtest មួយទៀតយើងយករូប reference ដែលយើងមានស្រាប់ឧទាហរណ៍យើងមាន2នាក់នេះអញ្ចឹងខ្ញុំអាចចូលមកខ្ញុំប្រើ prompt ហ្នឹងដើម្បីឲ្យ generate រូបដែលមានស្រាប់ទៅជា cover អូខេចាឥឡូវទី1សម្រាប់លើ ChatGPT អញ្ចឹងយើងចូល Gemini អញ្ចឹង Gemini ដូចគ្នាខ្ញុំផាសអាហ្នឹង prompt ហ្នឹងចូលមកហើយបន្តមកទៀតយើងមានរូបភាពយើងដាក់មកបើអត់មានរូបភាពយើង generate ធម្មតាអញ្ចឹងមកអញ្ចឹងខ្ញុំ test ពីរដូចគ្នាអញ្ចឹងទី1នេះយើងប្រើ prompt ដោយអត់មានដាក់រូបភាពចូលអញ្ចឹងមួយទៀតខ្ញុំអាចដាក់រូបភាពចូលទៅអញ្ចឹងពីរយ៉ាងដូចគ្នាprompt ដូចគ្នាអូខេអញ្ចឹងមួយទៀតចូលដល់ Google Flow Google Flow នេះខ្ញុំមិនបាច់ចាំដាក់រូប reference នេះខ្ញុំចុច generate យកមកអូខេអញ្ចឹងខ្ញុំចាំតិចអញ្ចឹងបើយើងមើលទៅChatGPT ដើរលឿនជាងគេអញ្ចឹងជារូបដែលអធិស្ឋានGemini យើង generate បានលឿនជាងគេអញ្ចឹងដូចយើងឃើញគឺមួយផ្នែកវាចេញមករូបបែបនេះអូខេយើងចូលទៅមើល ChatGPT បន្តិចអញ្ចឹង ChatGPT វាចេញមកហើយអញ្ចឹងអានេះរូបដែលយើងអញ្ចឹងអក្សរវាមានយ៉ាងខុសតិចទៅប៉ុន្តែវាចេញស្អាតយើងអាចកាត់ថែមថយបន្ថែមអញ្ចឹងណាអញ្ចឹងយើងចាំទៅមើលអានេះយើងធ្វើនៅក្នុង Google Flow អញ្ចឹងវាចេញបែបនេះមកទៅស្អាតម្យ៉ាងដែរអូខេចានេះមក prompt ទៀតប៉ុន្តែខ្ញុំប្រើរូប reference ពីរនាក់មិញចូលមកអញ្ចឹងវាអាចយកមុខនោះមកដាក់នៅក្នុង cover នេះមកអញ្ចឹងអានេះជារូប testing ចានេះយើងសរសេរ prompt វា general ឲ្យវា random មនុស្សហើយនេះយើងអាចយករូប reference នេះយើងដាក់មកអញ្ចឹងមើលទៅវាស្អាតមែនតើស្នាយក្រោមភ្លៀងមើលទៅលយមែនតើអូខេអញ្ចឹងវីដេអូថ្ងៃនេះមានប៉ុណ្ណឹងអរគុណច្រើនសម្រាប់
តាមមកចប់អញ្ចឹងបើសិនមានសំណួរអីអ្នកនាងអាចដាក់ comment សួរមកឬក៏តាក់ទងខ្ញុំតាម Telegram ក៏បានដែរអញ្ចឹងអរគុណច្រើន